បងប្អូនចាស់ជីវកម្មធ្លាប់ឮពាក្យ single channel, multi channel និង omni channel ដែរអត់អញ្ចឹងថ្ងៃនេះយើងមកស្វែងយល់ជាមួយគ្នានៅក្នុងវីដេអូនេះទី1គឺការធ្វើទីផ្សារបែប single channel ការធ្វើទីផ្សារបែប single channel គឺជាការធ្វើទីផ្សារដោយប្រើប្រាស់ channel តែមួយសម្រាប់ការលក់និងការតាក់ទងជាមួយនឹងអតិថិជនដើម្បីងាយស្រួលយល់ឧទាហរណ៍ថាហាងលក់សម្លៀកបំពាក់មួយគាត់ប្រើប្រាស់ Facebook page តែមួយសម្រាប់ទាំងការផុសការ run ad និងការទទួល order ពីអតិថិជនរបស់គាត់ការធ្វើទីផ្សារបែប single channel នេះគឺស័ក្តិសមបំផុតសម្រាប់អាជីវកម្មតូចៗឬក៏អាជីវកម្មដែលប្រភេទជា start up ដែលគាត់មានប័ណ្ណចិត្តតិចឬមួយក៏ team តិចឬក៏គាត់ធ្វើតែម្នាក់ឯងពីព្រោះវាងាយស្រួលក្នុងការគ្រប់គ្រងប៉ុន្តែបញ្ហាដែលប្រឈមនោះគឺគាត់អាចបាត់បង់អតិថិជនភ្លាមឬមួយគេហៅយើងថាបាត់បង់ម៉ួយនៅពេលដែល channel របស់គាត់មានបញ្ហាណាមួយកើតឡើងចឹងទៅចំណែកទី2គឺការធ្វើទីផ្សារបែបជា multi channel គឺអាជីវកម្មធ្វើទីផ្សារនៅច្រើន platform ដូចជា Facebook, TikTok, website, Telegram ឬមួយក៏មានជា offline store ជាដើមហើយការធ្វើទីផ្សារច្រើន platform បែបនេះក៏មានឱកាសក្នុងការជំរុញអាជីវកម្មឲ្យអតិថិជនឃើញកាន់តែច្រើនដូចគ្នាផងដែរជាឧទាហរណ៍ងាយស្រួលយល់អាជីវកម្មរបស់គាត់ក៏ run ad នៅលើ Facebook ផងគាត់ផុសវីដេអូនៅលើ TikTok ផងហើយគាត់មាន website សម្រាប់អតិថិជន check out ទិញទំនិញផងប៉ុន្តែទិន្នន័យនិងការផ្ដល់បទពិសោធន៍ទៅកាន់អ្នកប្រើប្រាស់គឺនៅដាច់ដោយឡែកពីគ្នាឧទាហរណ៍ថាអតិថិជនរបស់គាត់ឃើញ promotion នៅលើ Facebook ប៉ុន្តែនៅពេលដែលចូលទៅកាន់ website របស់គាត់គឺមិនប្រកាសថាឃើញ promotion ដូចគ្នាទេហើយការធ្វើទីផ្សារបែប multi channel នេះគឺស័ក្តិសមសម្រាប់ប្រភេទអាជីវកម្មដែលស្ថិតនៅក្នុង growth stage ឬក៏កំពុងចង់ពង្រីកទីផ្សារដើម្បីបង្កើន reach និងបង្កើនការលក់ពីច្រើន platform ប៉ុន្តែ system និងទិន្នន័យនៅក្នុង channel ទាំងអស់ហ្នឹងគឺនៅដាច់ដោយឡែកពីគ្នាទី3គឺការធ្វើទីផ្សារបែប omni channel ហើយនេះគឺជាកម្រិតខ្ពស់ជាងគេមួយទៀតដែលវាមិនមែនគ្រាន់តែមានច្រើន platform ប៉ុណ្ណោះទេប៉ុន្តែគឺ channel របស់គាត់មួយៗហ្នឹងគឺត្រូវបាន connect ជាមួយនឹងគ្នាជាឧទាហរណ៍អតិថិជនរបស់គាត់ហ្នឹងអាចនឹងឃើញផលិតផលរបស់គាត់ហ្នឹងនៅលើ Facebook ហើយបន្ទាប់មកគាត់អាចនឹងចូលទៅមើលព័ត៌មានបន្ថែមតាមរយៈ website ឬមួយក៏ mobile app ជាដើមហើយបន្ថែមពីហ្នឹងអតិថិជនរបស់គាត់ក៏អាចបញ្ជាទិញតាមរយៈ website, mobile app ឬមួយក៏គាត់អាចទៅទិញដល់ហាងផ្ទាល់តែម្ដងហើយអ្វីដែលសំខាន់រាល់ទិន្នន័យនិងព័ត៌មានទាំងអស់ហ្នឹងត្រូវបានភ្ជាប់ជាមួយគ្នាគ្រប់ platform ដែលយើងហៅថា real time sync data ហើយការធ្វើទីផ្សារ omni channel នេះគឺស័ក្តិសមសម្រាប់ brand ធំដែលគាត់មានធនធានច្រើនឬប្រភេទជា retail ឬមួយក៏ e-commerce ដែលគាត់ចង់ផ្ដល់នៅបទពិសោធន៍ល្អសម្រាប់អតិថិជនរបស់គាត់ឬមួយក៏គាត់ចង់បង្កើន loyalty customer របស់គាត់សរុបឲ្យខ្លីការធ្វើទីផ្សារបែបជា single channel គឺគាត់ប្រើប្រាស់ channel តែមួយសម្រាប់ការធ្វើទីផ្សាររបស់គាត់ហើយចំពោះ multi channel គឺគាត់មាន channel ច្រើននៅតាម platform ផ្សេងៗគ្នាប៉ុន្តែអ្វីដែលខុសប្លែកគឺទិន្នន័យរបស់គាត់គឺអត់បាន connect ជាមួយនឹងគ្នាទេចំពោះការធ្វើទីផ្សារបែប omni channel គឺគាត់ធ្វើទីផ្សារច្រើន channel ច្រើន platform ដូចគ្នាប៉ុន្តែអ្វីដែលសំខាន់គឺទិន្នន័យនៃ channel និង platform ហ្នឹងគឺត្រូវបាន connect sync ជាមួយនឹងគ្នាអញ្ចឹងតើអាជីវកម្មរបស់បងប្អូនអរគ្នាកំពុងស្ថិតនៅក្នុង level មួយណាបងប្អូនអាច comment នៅក្នុងវីដេអូនេះបានហើយយើងនឹងជួបគ្នានៅវីដេអូបន្តទៀត